បន្ទាប់ពីភាគមុននៅកន្លែងដែលអានកំពុងតែស្ដីឲ្យឈីអនថាកុំធ្វើឲ្យខូចឈ្មោះឪពុករបស់គេព្រោះឪពុករបស់គេខំប្រឹងណាស់ក្នុងការបណ្ដុះកំណើតក្មេងចំនួនក្រោយនៅសាកលវិទ្យាល័យសូម្បីតែពេលចូលនិវត្តន៍ហើយក៏ដោយក៏គាត់បានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ទៅឲ្យគ្រួសារជនរងគ្រោះក្នុងព្រឹត្តិការណ៍ Gate ដែរតែធ្វើឲ្យគាត់ទទួលបានពានរង្វាន់សន្តិភាពឈីអនក៏យល់ថាវាយកគ្រាន់តែសម្រាប់ចិត្តធ្វើការកែខ្លួនជាសាធារណៈប៉ុណ្ណោះបន្ទាប់ពីបានសម្លាប់មនុស្សជាច្រើនទៅពីក្រោយខ្នងឈីអនស្មានថាគេនៅរស់នៅឡើយព្រោះមិនទាន់ឃើញភ្ញាក់ដឹងខ្លួនតែបែរជាស្លាប់លឿនម្ល៉េះឈីអនក៏សួរថាតើវាជាផលប៉ះពាល់នៃការធ្លាក់ចុះបង្អួចមែនទេសំណួរនេះធ្វើឲ្យអានភ្ញាក់ផ្អើលព្រោះរឿងនេះមិនត្រូវបានគេផ្សាយជាសាធារណៈទេឈីអនក៏សារភាពប្រាប់ថាគាត់នៅហើយជាអ្នកដែលរុញបោយកទម្លាក់ពីបង្អួចព្រោះអាម្នាក់នឹងបានយកក្មេងៗទៅពិសោធន៍ធ្វើជាកាមេរ៉ាបងយកគម្រាមរុញក្មេងៗចូលទៅក្នុងហ្គេតទើបឈីអនចាត់ការមុនដោយរុញវាទម្លាក់បង្អួចតែម្ដងឈីអនប្រាប់អានថាគាត់នឹងទុកឱកាសមួយដងទៀតដោយឲ្យអានត្រឡប់ទៅវិញហើយទៅស្រាវជ្រាវពី TDA Lab ទៅឈីអនប្រាប់ថាពេលដល់ពេលវេលាសមរម្យគាត់នឹងទៅរកអានដល់កន្លែងឈីអនមានការភ្ញាក់ផ្អើលដែលបានជួបជាមួយនឹងចៅរបស់បុគ្គលិកនៅតំបន់អាណាធិបតេយ្យគេនឹកឃើញថាគេត្រូវគេយកទៅពិសោធន៍យ៉ាងឈឺចាប់កាលពីអាយុ9ឆ្នាំហើយផ្នែកខ្លះនៃរាងកាយក៏ចាប់ផ្ដើមក្លាយជាបិសាចចូលដល់វ័យ20ឆ្នាំចាប់ពីពេលនោះមកគេមិនចាំបាច់មានរឿងអ្វីកើតឡើងទេគឺគ្រាន់តែធ្វើតាមបញ្ជានឹងសភាវគតិប៉ុណ្ណោះដោយមិនអាចគិតដោយខ្លួនឯងបានទេស្រាប់តែគេនឹកឃើញថាឈ្មោះរបស់ Lab អាចនឹងបដូរហើយព្រោះវាយូរណាស់មកហើយមិនយូរប៉ុន្មានគីមក៏ត្រឡប់មកពី Lab វិញជាមួយទឹកបរិសុទ្ធដែលចម្រាញ់រួចរាល់ឈីអនសរសើរគីមថាធ្វើបានលឿនមែនស័ក្តិសមជាអ្នកលេងគីមីលំដាប់ A រ៉េមែនគីមប្រាប់ថាដោយសារតែគ្រឿងផ្សំល្អពេកទើបអ្វីៗរលូនភ្លាមនោះឈីអនសួរគីមថាចង់ចុះកុងត្រាផ្ទាល់ខ្លួនជាមួយគាត់ដែរឬអត់ហើយសន្យាថានឹងឲ្យគ្រឿងផ្សំដែលនៅសល់ទាំងអស់ទៅគីមភ្ញាក់ផ្អើលពេលឮឈីអនផ្ដល់កុងត្រាផ្ដាច់មុខបូកទាំងគ្រឿងផ្សំថ្លៃទៀតទឹកភ្នែកនៃក្តីរំភើបក៏ស្រក់ចូលមកដែលធ្វើឲ្យឈីអនឆ្ងល់ស្មានថាខ្លួនឯងដាក់លក្ខខណ្ឌអន់ពេកគីមរៀបរាប់ថាគាត់មកតំបន់អាណាធិបតេយ្យហើយកាលនៅក្មេងឪពុកម្ដាយរបស់គាត់ជំពាក់រំលោភទៅគេវ័នកទោះខំសងយ៉ាងណាក៏នៅតែដដែលអ្វីដែលឈីអនធ្វើឲ្យគាត់ពេលនេះគឺគុណបំណាច់ដ៏ធំបំផុតធ្វើឲ្យគាត់មិនដឹងថានឹងសងដោយរបៀបណាទេឈីអនហួសចិត្តដែលគីមគិតរឿងសងគុណឥឡូវនេះឈីអនប្រាប់ថាអ្វីដែលគាត់ចង់បានគឺឲ្យពួកយើងបន្តធ្វើជាមួយគ្នាព្រោះទៅថ្ងៃមុខគាត់នៅត្រូវការគីមច្រើនទៀតដោយសារការងារចាប់ហើយឈីអនក៏គិតថាចង់ត្រឡប់ទៅវិញប៉ុន្តែគាត់បារម្ភខ្លាចមានរឿងកើតឡើងពេលគាត់មិននៅដូចអ្វីដែលគាត់គិតមែនជាបានបាត់បង់ស្មារតីហើយវាយូបាំឡើងទ្រាំខ្លួនទោះត្រូវគេវាយ៉ាងណាក៏ដោយយូបាំនៅតែតាំងចិត្តរក្សាសន្យាថានឹងការពារក្មេងៗយូបាំសម្រេចចិត្តប្រយុទ្ធជាមួយប្អូនស្រីខ្លួនឯងហើយស៊ូទៅបុកនាងផ្ដួលទៅនឹងដីតែស្រាប់តែមានរបាំងការពារមួយផ្លាយមកគ្របនាងយូបាំឆ្ងល់ថាមានរឿងអ្វីក៏ងាកមើលទៅឃើញថាឈីអនជាអ្នកដាក់របាំងការពារដូចជាចែឡែហ្វីដើម្បីខត់នាងគ្រប់គ្នាធូរចិត្តពេលឈីអនមកដល់ឈីអនឲ្យត្រាំទៅយូបាំមួយដបដើម្បីឲ្យជាផឹកនិងមួយដបទៀតសម្រាប់ខ្លួនឯងបន្ទាប់ពីផឹកត្រាំចែក៏ស្ងប់អារម្មណ៍ហើយនាងភ្ញាក់ឡើងនៅពេលយប់ឃើញនារីដេកនៅក្បែរចែស្មានថាជាសុបិនរហូតដល់ឃើញយូបាំនិងឈីអនកំពុងអង្គុយនៅក្បែរភ្លើងពេលឈីអនងាកមើលចែស្រាប់តែនាងស្រែកចង់សន្លប់ហើយសួរថាឈីអនជានរណាសំឡេងស្រែកធ្វើឲ្យនារីភ្ញាក់ហើយធ្វើជាស្និទ្ធស្នាលជាមួយនឹងចែយូបាំប្រាប់ឲ្យចែមើលបានណាហូររបស់នាងហើយនាងក៏ឃើញថាវាជាចាស់ស្បាយអស់ហើយថែមទាំងមុខរបស់នាងក៏ត្រឡប់មកធម្មតាវិញដែរចែរំភើបខ្លាំងណាស់ហើយសួរយូបាំថាទៅរកមនុស្សនេះមកពីណាយូបាំឆ្ងល់ថាមិនក៏ចែមិនស្គាល់ឈីអនទាំងដែលនាងជាអ្នកយំចង់ជួបគេតែក្រោយមកចែក៏ចំណាំថានោះគឺឈីអនជាលេខ17នាងរត់ទៅសួរយូបាំដើម្បីបញ្ជាក់ហើយយូបាំក៏ឆ្លើយថានឹងហើយជំនួសឲ្យការនិយាយលេងសើចឈីអនបែរជាសួររកថាស្លាយក្រហមទៅវិញយូបាំប្រាប់ថាអស់ហើយចែមិនផ្លាយចិត្តទេព្រោះដឹងថាឈីអនជាមនុស្សមិនសូវចេះខ្វល់ពីអារម្មណ៍របស់គេទោះជាយ៉ាងណានាងដោះម៉ាស់ចេញហើយអរគុណឈីអនចំពោះអ្វីគ្រប់យ៉ាងភ្លាមនោះស្រាប់តែនារីឃើញពន្លឺអ្វីប្លែកនៅក្នុងទឹកសមុទ្រជាប្រាប់ថានឹងជា Sea Fairy ដែលរស់នៅក្នុងសមុទ្រដ៏ជ្រៅហើយពួកវាចេញមកតែពេលយប់ប៉ុណ្ណោះជាប្រាប់ថាបើតាមពួកវាទៅនឹងរកឃើញខ្វាត់ដែលជាសិលាពណ៌លឿងមិនចេញពន្លឺម្យ៉ាងហើយឈីអននឹកឃើញថាគាត់ភ្លេចគោលដៅដ៏សំខាន់របស់គាត់ឆឹងក៏សួរថាថ្ងៃនេះនៅពេលណាជាថាចិត្តហើយឬ
បែបនេះឈីអនក៏សម្រេចចិត្តចូលទៅក្នុងទឹកគាត់កាត់ទៅខាងក្រៅពួកអ្នកវិទ្យាសាស្ត្របានចាប់សញ្ញា mechanical camera នៅតំបន់ឆ្នេរអានខលទៅម៉ុងឌូសួររឿង TDA Lab ម៉ុងឌូធ្វើជាមិនដឹងរឿងហើយប្រាប់ថា Hambit Lab មិនធ្វើរឿងអញ្ចឹងទេបន្ទាប់ពីដាក់ទូរស័ព្ទចូលម៉ុងឌូស្គាល់ថាអានដឹងរឿង lab ខុសច្បាប់នឹងមកពីណាភ្លាមនោះកូនចៅរបស់គេចូលមកប្រាប់ថាបានបង្កើត liquid metal mandragora ជោគជ័យហើយម៉ុងឌូសប្បាយចិត្តហើយបញ្ជាឲ្យវាទៅរកណារីដោយដំឡើងប្រាក់រង្វាន់3ដងនិងជួលពួក A-Class Hunter មកជួយព្រោះគេចាត់ទុកណារីជាស្នាដៃឯកក្នុងជីវិតរបស់គេត្រឡប់មកឌីមុលរៀមវិញយូបានឈរមើលសមុទ្រហើយនឹកឃើញសម្ដីស៊ីអនដែលថាចង់បានខ្វតយកទៅធ្វើផ្ទះដែលធ្វើឲ្យយូបានហួសចិត្តស៊ីអនសួរយូបានថាចង់ទៅលេងពិភពមនុស្សទេយូបានថាចង់ទៅមើលការផ្លាស់ប្ដូរស៊ីអនប្រាប់គេថាអាចជួយព្យាបាលបណ្ដាសារបស់យូបានដែលឲ្យគឹមជួយស្រាវជ្រាវតែហាមសង្ឃឹមខ្ពស់ពេកយូបានយំហើយសួរថាហេតុអ្វីស៊ីអនជួយពួកគេទាំងដែលពួកគេមិនដែលធ្វើអ្វីឲ្យសោះស៊ីអនតបថាឃើញបងប្អូនទាំងពីរធ្វើឲ្យគេនឹកឃើញរឿងរស់រានមានជីវិតហើយការជួយនេះគេជឿជាក់ថាគេនឹងរកបានចម្លើយមួយពេលកំពុងឈរមើលទឹកសមុទ្រថ្លាឆ្វេងសពតែប្អូនស្រីគាត់ជាបានបោះខ្សែពួរឲ្យហើយប្រាប់ឲ្យទាញយូបាំទាញឡើងបាក់កម្លាំងទើបដឹងថាខាងចុងខ្សែគឺជាខ្វាតតច្រើនសន្ធឹកសន្ធាប់យូបាំភ្ញាក់ព្រឺមិននឹកស្មានថាឈីអននិងណារីជីកបានច្រើនម្លឹងណារីនិងឈីអនសប្បាយចិត្តនឹងការហែលទឹកហើយនឹងជីកខ្វាតនៅវិមានស៊ីហ្វេរីដោយសារថ្មច្រើនពេកយូបាំសួរថានឹងដឹកទៅផ្ទះយ៉ាងម៉េចកើតភ្លាមនោះឈីអនឃើញសត្វបក្សីចំពោះសេកមួយក្បាលហោះតែឯងណារីសរសើរថាស្អាតតែជាប្រាប់ថាកុំនៅចិត្តវាសាហាវណាស់សូម្បីតែជានិងយូបាំក៏មិនហ៊ានរញ៉េរញ៉ៃជាមួយវាដែរប៉ុន្តែយូបាំដឹងបាត់ទៅហើយថាឈីអនកំពុងគិតអីឈីអនទទួលស្គាល់ថាគាត់កំពុងរកឡានដឹកអីវ៉ាន់ស្រាប់ហើយអាចយកបាសីនោះមកចាំពេលល្អណាស់ត្រឡប់ទៅផ្ទះវិញគីសុកកំពុងវឹកហាត់បង្កើនម៉ាណាហើយឃើញថាម៉ាណាហូលបានរីកធំជាងមុនធ្វើឲ្យគាត់សង្ឃឹមថានឹងបានក្លាយជា A-Rank Hunter ស្រាប់តែ Metal Mandragora លេចចេញមកនៅពីក្រោយគាត់រួមជាមួយ A-Rank Hunter 3នាក់ទៀតដែលធ្លាប់ធ្វើបាបគីសុកកាលមុនពួកវាសើចចំអកឲ្យក្បាលតង្កោរបស់គីសុកពួក Hunter ទាំងនោះឃើញ Mandragora នៅក្នុងសួនក៏ចង់បានព្រោះវាមានតម្លៃតែពេលរៀបនឹងចូលទៅអា Mandragora ធំជាងគេបានទាត់អា Hunter មួយនោះខ្ទាតទៅឆ្ងាយហើយយូបាំនឹងជាមកដល់ផ្ទះមុំហើយស្គាល់ថាអ្នកណាអ្នកបង្កបញ្ហានៅផ្ទះស៊ីអនតាមពិតទៅអ្នកទាំងពីរបានមកដល់មុនស៊ីអនដោយសារតែបាក់សីចំពោះសេកនោះវាហោះយឺតពេកព្រោះត្រូវស៊ីអនវាផងអីផងដើម្បីផ្សាំងវាឲ្យស្ដាប់បង្គាប់ពេលឃើញពួកបិសាចគេសោកឆ្ងល់ថាតើហេតុអ្វីបានជាពួកវាលេចមុខមកឡើងនៅកន្លែងនេះទាំងដែលគាត់នៅក្នុងព្រៃម្នាក់ឯងសោះគាត់គិតថាយូបាំនឹងជាប្រកាសជាបិសាចកម្រិត disaster level ដែលរស់នៅតំបន់ឆ្នេរហើយចុះហេតុអ្វីបានជាពួកគេមិននៅព្រៃវិញគីសុកនឹកឃើញថាណារីនិងឈីអនបានទៅដល់តំបន់ឆ្នេរដែរអញ្ចឹងគាត់ក៏មុខស្ដីដោយគិតថាប្រហែលជាមានរឿងអាក្រក់កើតឡើងចំពោះអ្នកទាំងពីរនឹងហើយមើលទៅគាត់គិតថាគាត់គួរតែសហការជាមួយពួក Hunter ដែលចូលមកក្នុងព្រៃនេះប៉ុន្តែមិនទាន់ទាំងបានធ្វើអ្វីផងពួក Hunter ទាំងនោះកំពុងតែហោះពេញមេឃទៅហើយដោយសារតែពួកវាវាយជាមួយជាក៏មកចិត្តបរោះក្បាលត្រងោលនោះហើយសួរថាតើឯងជាឆុងផៅរបស់ឈីអនមែនទេព្រោះផិនភាគដែលឈីអនតាប់នោះគឺដូចបែកដាក់នឹងឯងជាពិសេសគឺក្បាលត្រងោលនឹងតែម្ដងគ្រាន់តែប៉ុណ្ណឹងគេសុបភ័យស្ទើរលោប្រឹងរកកន្លែងរកពួនយើងដឹងហើយថាសំបីតែចំនួនសក់វែងក៏គេសុបមិនដែលបាននិយាយជាមួយស្រីដែរអញ្ចឹងហើយទោះជាបិសាចក៏គាត់នៅតែភ័យប៉ុន្តែពេលនោះគាត់ចាប់អារម្មណ៍ថានាងបាននិយាយឈ្មោះរបស់ឈីអនហើយក៏ឆ្ងល់ថាតើនាងស្គាល់ឈីអនដែរអាសីនោះក៏ប្រាប់គីសុបថាឈីអនជាមិត្តរបស់នាងឬបែបនេះគីសុបភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាឈីអនមានមិត្តភក្តិជាបិសាចកម្រិត disaster level សោះភ្លាមនោះយូបាំក៏សួរគីសុកថាចុះពួក Hunter ទាំងនោះជាអ្នកណាមើលទៅមិនដូចជាភ្ញៀវទេស្រាប់តែគីសុកនឹកឃើញកម្រិតមួយភ្លាមគាត់ដឹងថានេះជាឱកាសល្អបំផុតដើម្បីការពារខ្លួនឥឡូវនេះគាត់ញញឹមបាក់មានល្បិចហើយពួក Hunter ដឹងខ្លួនភ្លាមថាពួកគេនឹងជួបគ្រោះថ្នាក់ធំហើយមួយម៉ោងក្រោយមកមើលឃើញនៅលើមេឃទាំងវ៉ាក់សីនិងមិត្តភក្តិរបស់នាងបានចុះមកដីក្នុងល្បឿយ៉ាងលឿនធ្វើឲ្យដីបែកជាបំណែកពេលធូលីនិងផ្សែងរសាយអស់យើងឃើញសត្វបក្សីសេកយក្សនោះកំពុងតែដឹកថ្មពណ៌លឿងដែលឈីអននិងណារីប្រមូលបានរួមទាំងសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់របស់ណារីទៀតផងឈីអននិយាយទៅកាន់ណារីថាផ្ទះគឺល្អបំផុតហើយប៉ុន្តែសត្វបក្សីសេកវិញកំពុងតែស្រែកនៃការជឿចាប់ព្រោះត្រូវហោះឆ្ងាយហើយត្រូវលីរបស់ធ្ងន់ទៀតឈីអនក៏អង្អែលក្បាលវាហើយប្រាប់ថាធ្វើបានល្អណាស់សម្រាប់ចោះទាំងជានិងយូបាំជាផ្អើលដែលឈីអនអាចផ្សាំសត្វនោះបាន
ហើយរូបភាពក៏បង្ហាញថាគូដូចជារៀងវិលមកព្រោះវាមិនដែលហោះខ្ពស់បែបនេះទេហើយពេលវាបើកភ្នែកក៏ត្រូវបុកជាមួយនឹងស្បែកជើងមួយហើយម្ចាស់ស្បែកជើងនោះគឺជា Eren Hunter ទាំង3ដែលចូលមកក្នុងព្រៃនោះឯង Shion ឆ្ងល់ថាតើមានរឿងអ្វីកើតឡើងហើយយូបាំនិងជាគិតថាប្រហែលជាពួកគេចង់លួច Mandragora ជាយល់សាច់ការក៏អោនទៅចិត្ត Kim Nari ហើយប្រាប់ថាជ្រលងភ្នំនៅទីនេះស្អាតណាស់តើនាងអាចនាំខ្ញុំដើរលេងបានទេ Kim Nari សប្បាយចិត្តហើយប្រាប់ជាថាមានទឹកធ្លាក់ស្អាតណាស់នៅក្បែរផ្ទះហើយនាងនឹងបង្រៀនជាឲ្យចាប់ត្រីទៀតពួកគេក៏ចេញទៅបាត់ពេលនោះយូបាំក៏ប្រាប់ Shion ថាពួក Hunter ទាំងនេះត្រូវបានជួលដោយអ្នកវិទ្យាស្ថាន Habit Shion ក៏ដឹងភ្លាមៗថា Habit Institute ពួកវាប្រហែលជាមកតាមរក Camera Medical ដែលជា Kim Nari នេះហើយព្រោះកាលពីដំបូងគេសុកក៏ធ្លាប់មកតាមវាដែរ Shion ស្មានទុកហើយថានឹងមាន Hunter មកច្រើនទៀតព្រោះ Kim Nari មានឧបករណ៍តាមដានពិសេសជាប់នៅនឹងខ្លួនប៉ុន្តែ Shion ឆ្ងល់ថាតើហេតុអ្វីពួកនេះមកដល់ព្រៃនេះទាំងដែលគាត់និង Kim Nari នៅតំបន់ឆ្នេរសោះស្រាប់តែយូបាំនឹកឃើញហើយដករបស់លោហៈធាតុមួយតូចបង្ហាញ Shion យើងក៏ដឹងថានេះគឺជា Metal Mandragora កែច្នៃនៅក្នុងវិទ្យាស្ថានដែលបានបង្កើតវាចេញមក Shion យល់ភ្លាមថាពួកគេបានសន្សំលោហៈធាតុរាវជាមួយនឹង Mandragora ពួកគេបង្កើតដើម្បីតាមដាន Nari ព្រោះថាលោហៈធាតុរាវដែលបង្កើត Nari និង Mandragora នោះគឺវាឆក់រកគ្នាប៉ុន្តែដែលវាមកនេះគឺមិនមែនមកតាម Kim Nari ទេគឺវាមកតាមពួក Mandragora ដែលមានសុខភាពល្អនៅផ្ទះរបស់ Shion នេះឯងយល់បាំឮថាពួក Hunter មានគម្រោងទៅតំបន់ឆ្នេរបន្ទាប់ទៀតព្រោះពួកវាមិនងាយបោះបង់ Kim Nari ទេ Shion ដឹងថាត្រូវរកវិធីដោះស្រាយស្រាប់តែឃើញពួក Mandragora ទាំងអស់រត់មករកគាត់ពួកវាធ្វើកាយវិការប្រាប់ Shion ថាទោះបីជាអាមួយនេះជា Camera ក៏ដោយក៏វានៅតែជាសាច់ញាតិរបស់ពួកវាដែរហើយពួកវាចង់មើលថែវា Shion ក៏បកគល Liquid Mandragora Method ឲ្យទៅពួកវាប៉ុន្តែ Mandragora តូចមួយនៅតែស្រែកដាក់ Shion ហាក់ដូចជាចង់ប្រាប់នៅមានមួយទៀត Shion នឹកឃើញថាអាតូចមួយនេះឆ្លាតមែនគាត់ក៏ដក Mandragora ស្វិតមួយទៀតដែលចេញពីហោប៉ៅយូបាំសួរថាអាស្វិតនេះមកពីណា Shion បញ្យល់ថា Mandragora ស្វិតនេះត្រូវបានចិញ្ចឹមដោយ Alchemist ម្នាក់ហើយគាត់បានយល់ព្រមមើលថែវាហើយរូបភាពក៏ត្រឡប់ទៅអតីតកាលពេលដែល Alchemist នោះឲ្យ Mandragora ស្វិតនោះទៅ Shion ទាំងទឹកភ្នែកដោយជឿជាក់ថាវានៅជាមួយ Shion នឹងមានក្តីសុខជាងឃើញដូច្នេះពួក Mandragora ផ្សេងទៀតក៏នាំគ្នាជីករន្ធឲ្យសមាជិកថ្មីព្រាមៗដើម្បីឲ្យពួកវាចូលទៅស្រូបយកថាមពលបិសាចដ៏សម្បូរបែបនៅក្នុងដីគ្រាន់តែចូលទៅភ្លាម Mandragora ថ្មីទាំងពីរមានអារម្មណ៍ដូចជានៅឋានសួគ៌យូបាំនិយាយថាពួកនេះមើលទៅដូចឡប់អញ្ចឹងប៉ុន្តែ Shion សំដៅឲ្យដែលបានពួកវាមិនកាចស្រាប់តែ Shion ឆ្ងល់ថាគេសុកបាត់ទៅណាព្រាមនោះជាស្រែកហៅ Shion ពីខាងលើនាងបានត្រឡប់មកវិញជាមួយនឹង Kim Nari និងគីសុកនៅក្នុងដៃគីសុកកំពុងយំហើយសប្បាយចិត្តពេលឃើញ Shion ក៏ស្ទុះទៅអោបប៉ុន្តែ Shion ទាំងមួយដៃផាត់ជាប្រាប់ថាគីសុកត្រូវត្រីខាំនៅក្នុងទឹកគីសុកបញ្យល់ថាឃើញ Shion ចាប់ត្រីងាយពេកគាត់ក៏ចង់សាកដែរតែបែរជាត្រូវត្រីវាប្រហារវិញគីសុកក៏ប្រាប់ថាបើរោចាំបន្តិចគាត់នឹងធ្វើម្ហូបឆ្ងាញ់ៗឲ្យញ៉ាំតែពេលគាត់ងាកទៅឃើញសត្វសេកយ៉ាក់នោះគាត់ក៏ភ័យស្លេកមុខស្មានតែខ្លួនឯងជាចំណីវាហើយ Shion ប្រាប់ថាចាំបញ្យល់ពេលក្រោយឥឡូវនេះឃ្លានហើយគីសុកក៏ចាប់ផ្ដើមធ្វើម្ហូបថ្ងៃនេះគឺ Kimchi Curry Rice ដែលរំងាស់យូរដូចជាស៊ុបអឹកឆ្អឹងគោអញ្ចឹងគាត់ដាក់សាច់ជ្រូកនិងបន្លែច្រើនហើយគោមួយម៉ោងកុំឲ្យខ្លោចបាតពេលដាក់លើតុក្លិនឈ្ងុយធ្វើឲ្យជានិងយូបាំហៀទឹកមាត់គ្រាន់តែញ៉ាំភ្លាមពួកគេដូចជាហត់ទៅឋានសួគ៌វាជាការជួបគ្នារវាងរសជាតិបូព៌ានិងបច្ឆិមទោះបីជាហឹរបន្តិចតែវាឆ្ងាញ់ខ្លាំងប៉ុន្តែ Shion សង្កេតឃើញថា Kim Nari មិនញ៉ាំសោះពេលសួរទៅនាងថាគ្មានចំណង់អាហារហើយក៏រត់ទៅគេង Shion ក៏ថានាងប្រហែលជាបារម្ភរឿង Liquid Mandragora ហើយបន្ទាប់ពីញ៉ាំឆ្អែតជានិងយូបាំសប្បាយចិត្តខ្លាំងព្រោះមិនបានញ៉ាំឆ្ងាញ់បែបនេះយូរហើយជាថានាងខ្លាចជាជ្រូកហើយមិនមែនបក្សីទៀតទេស្រាប់តែ Shion បបួលពួកគេទៅធ្វើរបងថ្មដើម្បីជួយរំលាយអាហារកំពុងតែនិយាយគ្នាស្រាប់តែមានសំឡេងមួយហើយ Shion ឃើញ gate មួយបើកឡើងនៅមុខ gate នោះគឺ Kim Nari នាងគិតថាបើនាងនៅទីនេះទៀតអ្នកផ្សេងទៀតនឹងអាចមានគ្រោះថ្នាក់ដោយសារតែនាងដូច្នេះ Nari និង Metal Mandragora សម្រេចចិត្តត្រឡប់ទៅកន្លែងដើមវិញ Shion ភ័យសន្ស្លោ Kim Nari យំហើយនិយាយលាទៅកាន់លោកពូ Shion របស់នាងមុននឹងដើរចូលទៅក្នុង gate នោះ